ម្ចាស់បងចុះការកន្លងផុតទៅក្រោមការគ្រប់គ្រងថែរក្សាភពផែនដីរបស់ម្ចាស់បងតើប្រជានុរាស្ត្រទាំងអស់បានរស់នៅសុខទុក្ខយ៉ាងណាដែរទៅក្រាបទូលម្ចាស់អូនរយៈពេល1ឆ្នាំកន្លងទៅនេះការកសាងសង្គមជាតិប្រជានុរាស្ត្រទាំងអស់រស់នៅបានសុខសេមសានមានសាមគ្គីភាពគ្នាយ៉ាងជិតស្និទ្ធសប្បាយសប្បាយទាំងការរត់ទទួលទាននិងការរស់នៅសមរម្យជាពិសេសជាតិមាតុភូមិកាន់តែរីកចម្រើនទៅជាលំដាប់គួរជាទីគប់ប្រសាណាស់ម្ចាស់អូនប៉ុន្តែជាអកុសលព្រះរាជាណាចក្រកម្ពុជាបានទទួលរងនូវការឈ្លានពានពីប្រទេសជិតខាងធ្វើឲ្យប្រជានុរាស្ត្រដែលរស់នៅបណ្ដោយព្រំដែនមួយចំនួនជួបទុក្ខលំបាកទោះជាយ៉ាងនេះក្តីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រះមហាក្សត្ររដ្ឋសភានិងរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះជាពិសេសគឺមានកម្លាំងមហាសាមគ្គីភាពគ្នានៃគ្រួសារខ្មែរស្មារតី